ស្ដីដល់បងប្អូនអរគ្នាព្យាយាមពេលព្រលឹមឡើងក្រោយពីគេងគឺហាត់ប្រាណបានជាប្រចាំឬក៏ធ្វើចលនារាងកាយរបស់មនុស្សយើងដើម្បីឲ្យរាងកាយដូចជាចរន្តឈាមរបស់យើងនឹងដើរបានស្រួលហើយវាជួយឲ្យរាងកាយយើងទទួលបាននៅគេហៅថាធម្មពលគ្រប់គ្រាន់នៅក្នុងការដែលធ្វើការងារឬក៏រកស៊ីពេញមួយថ្ងៃព្រោះតែកាលណាយើងក្រោយពីគេងយើងបានធ្វើសកម្មភាពឬក៏ចលនារាងកាយទេរាងកាយយើងចាប់ផ្ដើមសពឹកសពន់ហើយបើសម្រាប់រូបខ្ញុំបាទវិញក្រោយពីហាត់ប្រាណគឺតែងតែឆុងជាមួយនឹងតែម៉ាតេនេះញ៉ាំជារៀងរាល់ព្រឹកដោយសារនៅក្នុងតែម៉ាតេនេះគឺវាជួយឲ្យចរន្តឈាមយើងល្អប្រសើរកុំឲ្យយើងមានបញ្ហាលើខ្លាញ់ដូចជាស្ករទៅលើរាងកាយត្រង់ចំណុចណាមួយហើយយូនីម៉ាតេនេះគឺជាតែដែលល្អបំផុតសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាដូចជាការលើសឈាមឬក៏មានបញ្ហាតកតងជាមួយនឹងលើសខ្លាញ់នៅក្នុងរាងកាយមានបញ្ហាទឹកនោមផ្អែមហ្នឹងពុកម៉ែបងប្អូនព្យាយាមទទួលទាននៅប្រភេទតែហ្នឹងឲ្យបានមួយថ្ងៃមួយកែវដើម្បីជួយសម្រួលទៅលើប្រព័ន្ធចរន្តឈាមឬក៏តកតងនឹងសុខភាពខួរក្បាលជាពិសេសពុកម៉ែបងប្អូនដែលធ្វើការរកស៊ីច្រើនប្រើខួរក្បាលច្រើន stress មានអារម្មណ៍អត់សូវល្អហ្នឹងព្យាយាមឆុងជាមួយនឹងតែម៉ាតេនឹងញ៉ាំដើម្បីឲ្យទទួលបាននៅគេហៅថាខួរក្បាលមួយដែលឆ្លាស់ល្អវិធីនៅក្នុងការញ៉ាំគឺងាយមែនតើបងប្អូនគ្រាន់តែមានទឹកក្តៅអត់ៗហើយឆុងញ៉ាំដូចរូបខ្ញុំបាទអញ្ចឹងមកគឺជាការស្រេច